នីមីនីនីតមិនហ៊ានរៀបការព្រោះមានបន្ទុកធ្ងន់និងមានតម្រូវការខ្ពស់ពីខាងប្រុសខណៈដែរតារាសម្ដែងនីមីនីនីតត្រៀមខ្លួនត្រឡប់មកកាន់វិស័យសម្ដែងឡើងវិញស្រាប់តែនាងបង្ហើបប្រាប់ថាខ្លួនមិនហ៊ានរៀបការទេដោយសារតែនាងមានតម្រូវការខ្ពស់ប៉ុន្មានថ្ងៃនេះតារាសម្ដែងនីមីនីនីតបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងបានបញ្ចេញនូវរូបភាពមង្គលការមួយសន្លឹកឲ្យអ្នកគាំទ្របានឃើញហើយម្នាក់ៗបាននិយាយថានាងពិតជារៀបការមែនចំពោះរឿងនេះត្រូវបានតារាសម្ដែងនីមីនីនីតបញ្ជាក់ប្រាប់ថានាងមិនបានរៀបការទេរូបថតនេះគ្រាន់តែជាការថតរឿងខ្លីតែប៉ុណ្ណោះសម្រាប់អាជីពសម្ដែងនាងនឹងវិលត្រឡប់មកកាន់វិស័យនេះឡើងវិញក្នុងពេលឆាប់ៗខាងមុខតែប្រសិនបើផលិតករណាដែលពេញចិត្តនឹងចង់ឲ្យនាងថតនាងនឹងទទួលថតដោយមិនប្រកាន់ឡើយស្របតាមពេលដែលត្រៀមខ្លួនត្រឡប់មកកាន់វិស័យសម្ដែងវិញតារាសម្ដែងនីមីនីនីតក៏បានបង្ហើបប្រាប់ផងដែរថានាងនឹងមិនមានគម្រោងរៀបការនៅក្នុងពេលឆាប់នេះទេទី1ដោយសារតែនាងមានប្រវត្តិឈឺចាប់រួចម្ដងមកហើយទី2នាងមានគ្រួសារឪពុកម្ដាយប្អូនដែលស្ថិតនៅក្នុងបន្ទុកសប្តាហ៍ថ្ងៃនេះនាងមានបន្ទុកធំណាស់នៅក្នុងគ្រួសារប្រសិនបើរៀបការរួចតើអាចរ៉ាប់រងនៅអ្វីដែលនាងកំពុងរ៉ាប់រងនេះទេនេះហើយជាមូលហេតុដែលនាងពិបាកនៅក្នុងការសម្រេចចិត្តរៀបការចោលគ្រួសារបើទោះបីជាមិនទាន់សម្រេចចិត្តដឹកដៃគូស្នេហ៍ចូលរោងការនីមីនីនីតនៅតែអះអាងថាទំនាក់ទំនងនាងនិងបុរសខ្មែររស់នៅប្រទេសអូស្ត្រាលីនៅតែល្អដូចដើមគ្រាន់តែមិនទាន់ឈានដល់ថ្ងៃរៀបការប៉ុណ្ណោះ